ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូមួយទៀតថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបដែលយើងយករូបភាពមកដាក់នៅក្នុង shape របស់យើងអញ្ចឹងជំហានដំបូងយើងធ្វើការទាញនៅ shape នៅខាងលើហ្នឹងយើងអាចចូលទៅក្នុង home នៅក្នុង home មានប៊ូតុងស្ដាប់សម្រាប់ Microsoft 2020ណាប៉ុន្តែបើ Microsoft ចាស់យើងអត់មានទេអញ្ចឹងយើងចូលទៅក្នុង insert ទៅហើយយើងឃើញពាក្យថា shape នេះ shape អញ្ចឹងយើង select យកអានេះមួយមកអូខេមួយហើយធ្វើការ copy វាយើងគ្រាន់តែចុច Control Shift ឲ្យជាប់ទៅបាទ1 2អូខេពេលខ្លះវាចុចអត់ចេញដែរអ្នកទាំងអស់គ្នាវាច្រឡំដកដៃមុនអញ្ចឹងទៅអូខេខ្ញុំមានរូបshape 3អញ្ចឹងខ្ញុំធ្វើការទាញវាឲ្យបន្តិចមកដើម្បីបង្ហាញអញ្ចឹងយើងធ្វើការ select លើ shape ទាំងអស់ហ្នឹងយើងចុចវា select លើអស់ហ្នឹងមកហើយយើងពង្រីកវាយ៉ាងធំតិចមកអ្នកទាំងអស់គ្នាឲ្យវាយ៉ាងធំណាអូខេដាក់វាចំកណ្ដាលវិញមកដាលអានេះយើងទាញវាប៉ុណ្ណេះមកអូខេឃើញថាស្មើហើយអញ្ចឹងខ្ញុំនឹងធ្វើការដាក់នៅរូបភាពចូលប៉ុន្តែដើម្បីដាក់រូបភាពចូលយើងត្រូវតែ download រូបភាពមួយចំនួនសិនអ្នកទាំងអស់គ្នាអញ្ចឹងយើងធ្វើការ download ទៅប៉ុន្តែខ្ញុំអត់បាន download ទេខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាដោយប្រើរូបនៅក្នុងbrowser របស់យើងម្ដងនៅក្នុងនឹងមាន gallery យើងណាដើម្បីដាក់រូបបានយើងចូលទៅក្នុង fill ហើយយកពាក្យថា picture ហើយយើងជ្រើសរើសយកនេះ picture online អូខេយើងធ្វើការជ្រើសរើសយករូបមួយមកបាទខ្ញុំយករូបខ្មែរនេះមួយចុះអូខេមួយចាមួយទៀតចុចទៅក្នុង save fill ដដែលយកពាក្យថា picture អានេះយើងអាស្រ័យលើកិច្ចការងារដែលយើងទាំងអស់គ្នាត្រូវធ្វើអ្នកទាំងអស់គ្នាអានេះជាវីដេអូបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងអូខេអញ្ចឹងយើងដាក់រូបនេះចូលមកទៀតមកបាទហើយរូបនេះមួយទៀតដដែលចុចទៅ shape fill picture online picture ហើយនឹងជ្រើសរើសយករូបមួយដែលយើងចូលដាក់ទៅបាទអូខេខ្ញុំយករូបនេះមួយទៀតចាអូខេអ្នកទាំងអស់គ្នានេះជាវីដេអូបង្ហាញពីការដាក់រូបភាពនៅក្នុង shape នៅក្នុង PowerPoint ហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ